ហើយកម្ពស់មិនទៀបទេអ្នកគ្នា1ម៉ែត្រទេ1ម៉ែត្រជាងនេះត្រឹមទ្រូងខ្ញុំហ្នឹងបើខ្ញុំចុះនេះអ្នកគ្នាហើយមិនមែនខ្លីណា200 300ម៉ែត្រទេណ៎ទៅនោះទៀតស្អាតណាស់អ្នកគ្នាស្អាតខ្លាំងណាស់វាពោពេញទៅដោយដំណាំធម្មជាតិនៅជុំវិញផ្ទះអានេះមិនមែនដំណាំណាអ្វីដែលខ្ញុំពុកឲ្យអ្នកឲ្យឃើញនេះមិនមែនទេជំរាបសួរបងប្អូនទាំងអស់គ្នានៅខណៈពេលនេះគឺម៉ោង6អ្នកនរគ្នាម៉ោង6និង6 7នាទីដែរអ្នកនរគ្នាគឺថ្ងៃទៅតែរះដែរអ្នកនរគ្នាឃើញថ្ងៃទេខ្ញុំចង់នាំអារម្មណ៍អ្នកនរគ្នាឲ្យឃើញពីទស្សនភាពនៅកន្លែងនេះនៅពេលព្រឹកព្រលឹមថាវាមានសម្រស់ស្អាតប៉ុណ្ណាអ្នកនរគ្នាស្អាតមែនអ្នកនរគ្នានិយាយថាស្អាតគឺស្អាតហើយចាំមើលទៅយកទស្សនភាព background ពីខាងនោះមកវិញស្អាតខ្លាំងអធិស្ឋានផងអ្នកនរគ្នាដោយសារតែខ្ញុំអត់មានដងទប់លំនឹងអីហ្នឹងខ្ញុំកាន់ទូរស័ព្ទដោយដងធម្មតាអញ្ចឹងវារៀងញ័រតិចហើយវាអត់សូវស្រួលមើលម៉ានទេណាវារៀងញ័រប៉ុន្តែខ្ញុំអស់ហើយទ្រាំមើលសិនទៅព្រោះខ្ញុំអត់ទាន់បានមានលុយសំទិញបានទេអូមានកែបនៅកន្លឹងជុំវិញនេះច្រើនណាស់កែបលន់លឺដល់អង្គើវិញដើរអញ្ចឹងណាឆ្វាច់បងប្អូនទាំងអស់គ្នាឃើញទស្សនវិជ្ជានៅកន្លែងនេះហ្នឹងគឺអាគារមួយគេហៅថានៅនេះគេហៅអាផាតមិនអាផាធឺមិនអាផាធឺថាអាផាធឺផ្សេងជំនាញគេជាងហ្នឹងមែនទេណាពាក្យថាអាផាធឺហ្នឹងគឺប្រែថាអាផាតមិនហើយវាភ្ជាប់ជាមួយនឹងថ្ងៃដែលទៅនឹងរះតិចទាំងអស់គ្នាវេលាម៉ោង6ជាងបន្តិចទេហើយភ្ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតអ្នកនរគ្នាខ្ញុំមើលឃើញថាស្អាតហ្មងអ្នកនរគ្នាឃើញវាទទួលបានអារម្មណ៍មួយដ៏ fresh ណាបែបស៊ីវិល័យក៏មាននេះបែបស៊ីវិល័យយើងមើលទៅឃើញអាគារខ្ពស់ក៏មានផ្ទះថ្មក៏មាននិងបែបធម្មជាតិហ្នឹងគឺជាមួយនឹងស្រែស្រូវបន្លែដំណាំបងការរបស់ជនជាតិកូរ៉េទាំងអស់គ្នាគឺទស្សនវិជ្ជានឹងវាមើលទៅវាស្អាតណាវាបូករួមជាមួយនឹងការដែលរីកចម្រើនហើយក៏បូករួមជាមួយនឹងធម្មជាតិទាំងអស់គ្នាស្អាតមែនតើកន្លែងហ្នឹងហើយឃើញសន្សើមនៅជាប់នឹងស្លឹកស្រូវទាំងអស់គ្នាទឹកសន្សើមណានេះគឺទឹកសន្សើមដែលវាស្រង់មកចូលស្រូវហើយស្រូវនេះគឺចេញបដាទាំងអស់គ្នានឹងអស់គ្នាឃើញស្រូវឯងវាធ្វើដើមចេញបដាហើយស្រូវហ្នឹងគឺអត់ខ្ពស់ទេអ្នកទាំងអស់គ្នាអត់ខ្ពស់ទេតែកម្ពស់ហ្នឹងតែកម្ពស់ហ្នឹងមិនបន្តិចហ្នឹងប៉ុន្តែឃើញវាធ្វើដើមតាំងពីគល់មកហ៎ស្រូវកូរ៉េគឺអត់ខ្ពស់ទេអ្នកទាំងអស់គ្នាអានេះគេទៅតែដាក់ទឹកចូលទឹកហូររ៉ៃនេះទឹកហូរទទួលបានអារម្មណ៍មួយគឺខ្ញុំខ្លួនឯងណាខ្ញុំមិនដឹងថាទាំងអស់គ្នាដូចខ្ញុំទេប៉ុន្តែខ្ញុំទទួលខ្លួនឯងទទួលបានអារម្មណ៍មួយថាវាស្អាតទស្សនវិជ្ជាស្អាតផ
ប្លង់ស្អាត background ស្អាតឯងដឹងនិយាយមិនអត់សមហ៎ ឥឡូវហ្នឹងគឺម៉ោងនៅពេលព្រឹកនឹងអស់គ្នាខ្ញុំបញ្ជាក់ជូនគឺម៉ោងនៅពេលព្រឹកម៉ោង 6 ព្រឹកខ្ញុំថាងើបឲ្យតន់ម៉ោងដែលថ្ងៃវាអត់តន់រះណាវាស្លឹមតែងើបមិនតន់អង្គុយគេងពេកទៅថ្ងៃនៅនេះដូចជាម៉ោង 5 ថ្ងៃតន់ទេអ្នកនរគ្នាអ្នកនរគ្នាមើលឃើញហ៎អូចាំងថ្ងៃតែប៉ុន្តែអាត្មាហ្នឹងជាទូទៅគឺអ្នកដែលគេចូលធ្វើការនៅម៉ោង 8 កន្លះគឺគេអត់តន់ក្រោកពីគេងទេអ្នកនរគ្នាហើយជាទម្លាប់របស់ខ្ញុំក៏អត់តន់ក្រោកគេងពីគេងស្មានហ្នឹងដែរគឺម៉ោង 7 ជាងមិនក្រោកពីគេងព្រោះយើងចូលធ្វើការនៅម៉ោង 8 កន្លះតែដោយសារតែថ្ងៃហ្នឹងខ្ញុំចង់មកផ្ដិតរូបភាពនៅពេលព្រឹកដើម្បីឲ្យអ្នកទាំងអស់គ្នាបានទស្សនានៅពេលព្រឹកចង់ដឹងថាវាស្អាតប៉ុណ្ណាអ្នកនរគ្នាអញ្ចឹងមិនខំក្រោកមកតែក្រោកនៅតែអត់ទាន់ម៉ោងទាន់វេលាដែលព្រះអាទិត្យវាអត់ទាន់រះណាតែឥឡូវវាចាប់ដើមរះតិចហើយរះតិចអីរះឡើងឆ្ងាយពីដីហើយពីក្រោមហ្នឹងដល់កម្ពស់អាគារហ្នឹងអ្នកនរគ្នាហើយពេលហ្នឹងខ្ញុំដើរតាមវាស្រែគេសង្ស័យថាជនជាតិកូរ៉េគេឃើញថាយើងដើរហ្នឹងគេគិតថាយើងស្គូតលីលីទេមកដើរស្អីចឹងតែយើងដើរយកខ្យល់អាកាសផងយើងដើរយកគេហៅថាបង្កើតអារម្មណ៍មួយដែលទំនាក់ទំនងជាមួយធម្មជាតិចឹងអ្នកនរគ្នាអូស្អាតមែនហើយស្រូវហ្នឹងគឺចេញដើមហ្នឹងអ្នកនរគ្នាចេញដើមមកវាធ្វើដើមហ្នឹងតើបើយើងនិយាយភាសាសាមញ្ញថាស្រូវហ្នឹងផើមហើយភាសាស្រុកខ្ញុំណាថាស្រូវផើមមានតែស្រូវហ្នឹងវាចេញបដើហើយនេះចេញឡើងស្រស់ហើយមកទឹកទៀតហ្នឹងឡើងមកជ្រងច្រាអ្នកនរគ្នាហើយវានៅកំពុងតែពេញល្អអ្នកនរគ្នាកំពុងតែពេញល្អខ្លាំងមែនតើដីនៅនេះគឺដីពោពេញទៅដោយជីវជាតិហើយបូកជាមួយនឹងការដែលគេប្រើជីកំប៉ុស្តទីនោះគឺវាល្អខ្លាំងមែនតើហើយជាទម្លាប់របស់ជនជាតិកូរ៉េគឺគេមិនប្រើទឹកឲ្យច្រើននៅក្នុងស្រែទេអ្នកនរគ្នាគេដាក់ទឹកបន្តិចនៅគល់ទេដើម្បីការពារកុំឲ្យស្រូវហ្នឹងវាខ្ពស់ណាចំពោះស្រូវអ្នកនរគ្នាបើកាលណាទឹកកាន់តែច្រើនស្រូវវាកាន់តែលូតខ្ពស់អញ្ចឹងវាងាយក្នុងការដួលខ្យល់មកហ្នឹងគឺនៅពេលដែលវាផ្លែទៅគឺវាងាយក្នុងការដួលអញ្ចឹងជាបច្ចេកទេសគឺគេអត់ដាក់ទឹកច្រើនទេគេដាក់ទឹកនៅគល់ស្រូវតិចទេហើយបើកាលណាដល់ស្រូវវាឡើងបានកម្ពស់ដូចជាមួយចង្អាមទៅពីចង្អាមតិចហើយគឺគេចាប់ផ្ដើមបង្ហូតដីហ្នឹងហើយគេលែងឲ្យដីហ្នឹងគឺលែងឲ្យមានទឹកឯហ្នឹងអរគ្នាគេឲ្យនៅដីមានសំណើមបន្តិចទេណាអ្នកនរគ្នាគេឲ្យដីហ្នឹងមានសំណើមបន្តិចទេអ្នកនរគ្នាអញ្ចឹងដើម្បីឲ្យស្រូវហ្នឹងវារឹងដើមហើយស្រូវបើកាលណាដែលអត់មានទឹកអញ្ចឹងគឺវាអត់ខ្ពស់ទេគឺវាកម្ពស់ណាកម្ពស់ពីចង្អាមទៅ3ចង្អាមពីដីឯងអញ្ចឹងវានៅស្ថេរប៉ុណ្ណឹងហ្មងរហូតដល់រយៈកាលអាយុមួយដែលគេដឹងថាស្រូវហ្នឹងវាចិត្តចេញហើយគឺគេបន្ថែមទឹកនៅខាងក្រោមដើម្បីឲ្យស្រូវហ្នឹងវាប្រឹងមកល្អឡើងវិញហើយគឺធ្វើដើមយកហ្មងអានេះគឺជាបច្ចេកទេសរបស់ជនជាតិកូរ៉េទាំងអស់គ្នាអញ្ចឹងស្រូវកូរ៉េជាទូទៅគឺអត់ខ្ពស់ទេទាបទេប៉ុន្តែបើនិយាយពីផ្លែទេគឺផ្លែពីខាងក្រោមមកហ្មងផ្លែពីគល់មកផ្លែច្រើនមែនតើអ្នកនរគ្នាគឺទិន្នផលគឺវាឲ្យផលមកច្រើនណាហើយនៅពេលដែលវាចេញគឺវាចេញស្មើគ្នាស្រស់គ្នាល្អណាស់អ្នកនរគ្នាវាអត់ចេញមុនក្រោយទេដោយសារតែស្រូវទី1គឺវាទទួលបានជីវជាតិគ្រប់គ្រាន់ស្រូវសុខភាពល្អហើយក៏អត់មានស្មៅម្តេងម្តងនៅក្នុងស្រែដែរអ្នកនរគ្នាបងប្អូនទាំងអស់គ្នាអូយប្លង់កន្លែងនេះគឺស្អាតខ្លាំងយកតែមែនតើបងប្អូនទាំងអស់គ្នាស្អាតខ្លាំងណានេះថ្ងៃវារះទន្ទឹមទៅនឹងអគារមួយដែលជាអផាតមិនអ្នកនរគ្នាកម្ពស់អផាតមិននោះដូចជាប្រហែលជាន់ទេអ្នកមើលរាប់សាក់រាប់មើលបដាទៅមើលចាំងថ្ងៃរាប់មិនឃើញទេអ្នកនរគ្នា1 2 3 4 5 6 7 8 9 10
11 12ទាំងជាន់ក្រោមប្រហែលជា12ជាន់នឹងអ្នកគ្នាអាហ្នឹងប្រហែលជា12ជាន់ហើយខ្ញុំរស់ត្រុសហើយណាមិនដឹងត្រូវនឹងខុសហើយអានេះប្រហែលជាខ្ពស់ជាងអានោះអានេះវាអាចនឹង20ជាន់អីដែរអ្នកគ្នាហើយបើនិយាយអំពីប្លង់និយាយអំពីទិដ្ឋភាពគឺទាំងផ្ទៃមេឃទាំងថ្ងៃរះទាំងអាគារទាំងធម្មជាតិស្រែស្រូវគឺវា the best ហ្មងអ្នកនរគ្នាគឺវាស្អាតខ្លាំងយកតែមែនតើអ្នកនរគ្នា Oh my god ហើយមើលអ្នកនរគ្នាមើលឃើញផ្ទៃមេឃទេអ្នកនរគ្នាស្អាតខ្លាំងណាស់ភ្ជាប់ជាមួយធម្មជាតិភ្ជាប់ជាមួយផ្ទៃមេឃភ្ជាប់ជាមួយអាគារភ្ជាប់ជាមួយថ្ងៃខ្ញុំអត់ស្អីចង់និយាយច្រើនទេចង់ឲ្យអ្នកទាំងអស់គ្នាបានទទួលអារម្មណ៍ជាមួយនឹងធម្មជាតិវិញល្អជាងតែចេះតែនិយាយខ្លះទៅដើម្បីកុំឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាស្ងាត់បើសិនណាជាមកនៅពេលព្រឹកព្រលឹមអញ្ចឹងហ្នឹងណាយើងនឹងទទួលបានសំឡេងមួយជាសំឡេងសត្វចង្រិតណាអ្នកនរគ្នាជ្រិតណាភ្ជាប់ជាមួយធម្មជាតិវាកាន់តែល្អខ្លាំងតែធ្វើម៉េចបើខ្ញុំក្រោកមកវាអត់តន់ដែរហើយខាងនោះសិតតែជារោងដំណាំរបស់គេទេអ្នកនរគ្នារោងដំណាំមុនទៅនឹងលងាវងេតងត់ដែរទេ Oh my god ស្អាតខ្លាំងណាស់អ្នកនរគ្នាកន្លែងនោះគឺផ្ទះរបស់ប្រជាជនកូរ៉េអ្នកនរគ្នានេះកូនផ្ទះគេទូចផ្ទះថ្មណាផ្ទះថ្មរបស់កូរ៉េអ្នកនរគ្នាតែបច្ចៈជូនផ្ទះនៅកូរ៉េមើលរូបភាពពីខាងក្រៅអត់សូវស្អាតទេអ្នកនរគ្នាផ្ទះកូនផ្ទះថ្មកូរ៉េទូចណាស្អាតមែនទេប៉ុន្តែបើនិយាយអំពីការដែលគេរៀបចំខាងក្នុងគឺគេដេកូខាងក្នុងបានស្អាតខ្លាំងមែនតើអ្នកនរគ្នារូបរាងខាងក្រៅមិនសូវស្អាតតែខាងក្នុងគេធ្វើបានស្អាតគេដេកូបានស្អាតណាស់អ្នកនរគ្នាគេអត់សូវផ្ដោតលើខាងក្រៅហ្មងទេតែគេផ្ដោតលើខាងក្នុងផ្ទះវិញអ្នកនរគ្នាបន្ទប់មួយគឺគេរៀបចំឡើងភ្លឹងឡើងស្អាតការដេកូការរៀបចំសម្ភារៈគឺមានគ្រប់សពបែបយ៉ាងហើយមើលពីខាងក្រៅវាគ្រាន់តែជាសម្បកខាងក្រៅដែរដែលគេធ្វើដើម្បីទប់ទល់ជាមួយនឹងអាកាសធាតុក្តៅទប់ទល់ជាមួយនឹងការដែលធ្លាក់ប្រល់ស្អីចឹងណាតែខាងក្នុងគឺគេរៀបចំបានស្អាតខ្លាំងមែនតើបងប្អូនទាំងអស់គ្នាឃើញនៅក្នុងទឹកឃើញដីប្រេះដែរហេតុអីថាមានទឹកហើយមិនក៏ដីនៅប្រេះអាហ្នឹងដូចខ្ញុំនិយាយបញ្ជាក់មុននឹងអញ្ចឹងគឺដីហ្នឹងមុននឹងគេបញ្ចូលទឹកគឺដីហ្នឹងឡើងស្ងួតហើយអ្នកនរគ្នាវារបៀបគេបង្ហូតដីដល់វាស្ងួតហើយទៅគេបញ្ចូលទឹកតាមក្រោយណាស្ងួតរហូតដល់ដីនឹងឡើងប្រេះដែរហ្នឹងប៉ុន្តែស្រូវនៅតែល្អវាអត់មានប្រែคล้ายពណ៌អីតាណាហ្នឹងទឹកឡើងថ្លាហ្នឹងគឺគេទៅតែបញ្ចូលទឹកឯអ្នកនរគ្នាហើយសួរថាគេបានទឹកណាបញ្ចូលបើចិត្តនឹងអត់មានបន្លាយអត់មានអីផងហ្នឹងខ្ញុំឆ្ងល់ដែរណាចិត្តនឹងឃើញបន្លាយគ្មានអីទេអ្នកនរគ្នាប៉ុន្តែគេបានទឹកមកបញ្ចូលមិនមែនទឹកអណ្ដូងអ្នកនរគ្នាគេកុំច្រឡំមិនមែនគេបុកទឹកអណ្ដូងប៉ុន្តែគេមានប្រព័ន្ធទឹកប្រព័ន្ធធារាសាស្ត្រគេទូចមួយហ្នឹងគឺធ្វើឲ្យដំណាំគ្រប់ទីកន្លែងរបស់គេហ្នឹងមិនខ្វះទឹកប្រើហ្មងអ្នកនរគ្នាគឺមានទឹកគ្រប់គ្រាន់ចឹងហ្មងទឹកគ្រប់គ្រាន់ទោះបីមិនមានភ្លៀងក៏ដោយអ្នកនរគ្នាអត់មានភ្លៀងទេណាកុំច្រឡំមកទឹកភ្លៀងគឺទឹកដែលគេបញ្ចូលមកទេអ្នកនរគ្នាតាមប្រព័ន្ធធារាសាស្ត្ររបស់គេទូចហ្នឹងគឺហូរមកគ្រប់សពបែបយ៉ាងហូររហូតមកយប់ទៅភ្លឺចឹងបានទឹកពេញស្រែរបស់គេចឹងទៅហើយហ្នឹងគេបញ្ចូលតែប៉ុណ្ណឹងគឺឈប់ហើយគេឈប់បញ្ចូលទៀតហើយអ្នកនរគ្នាមានតែប្រហោចេញវិញមានតែច្រើនពេកផងនេះបើខាងនេះដូចអ្នកនរគ្នាឃើញនេះខាងនេះគឺ
អត់មានទឹកអ្នកនរគ្នាទឹកបន្តិចទេនេះទឹកគល់តិចទេអត់មានទឹកទេអ្នកនរគ្នាខ្ញុំស្រឡាញ់ធម្មជាតិកន្លែងហ្នឹងអ្នកនរគ្នាស្រឡាញ់ខ្លាំងមែនតើអ្នកនរគ្នាខ្ញុំឲ្យអ្នកនរគ្នាឃើញប្លង់កន្លែងនេះស្អាតណាស់អ្នកនរគ្នានេះយើងមើលពីនេះទៅណាស្អាតប្លង់ខ្ញុំធ្លាប់បង្ហាញអ្នកនរគ្នាឃើញម្ដងហើយប៉ុន្តែវានៅពេលល្ងាចឥឡូវនេះខ្ញុំកំពុងថតនេះគឺនៅពេលព្រឹកវិញម្ដងអ្នកនរគ្នាស្អាតខ្លាំងណាស់លន់សំឡេងឡានអ្នកនរគ្នាដោយសារតែខ្ញុំឈរនៅលើដងផ្លូវអ្នកនរគ្នាឈរលើដងផ្លូវដែលគេបើកបរចេញចូលតែចង់ឲ្យអ្នកទាំងអស់គ្នាទទួលបានអារម្មណ៍មួយដែលថ្មីដែលស្អាតជាមួយនឹងប្លង់ឡើយនេះគឺធម្មជាតិផងអាគារខ្ពស់ផងអ្នកទាំងអស់គ្នាឡានចេញមកចូលមកទៀតដែរវាសលេងឡានអ្នកទាំងអស់គ្នាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទទួលបានអារម្មណ៍ជាមួយនឹងសត្វចង្រិតវិញចង្រិតស្រែកជ្រិតអ្នកទាំងអស់គ្នាអូកន្លែងនោះដូចជាមានផ្លូវឯងជាមួយខ្ញុំព្យាយាមដើរទៅបន្តិចមើលឯណោះនឹងអស់ហ្នឹងផ្លូវនឹងចូលតាមណាជាមួយខ្ញុំរកផ្លូវចេញចូលតាមនោះសិនមើលតែអ្នកទាំងអស់គ្នាមើលកន្លែងហ្នឹងសិនណាស្អាតណាស់ប្លង់ស្អាតមែនតើកន្លែងនេះតោះឥឡូវយើងទៅមើលផ្លូវចូលទៅខាងក្នុងចូលតាមផ្ទះគេដើរតាមណាចេះអ្នកអរគ្នាឥឡូវរកផ្លូវឃើញហើយដើរចូលតាមច្រកនេះអូលឺសលេងឡានទៀតអ្នកអរគ្នាខ្ញុំអត់ចង់ឲ្យអ្នកអរគ្នាលឺសលេងរំខានដោយឡានដោយអីទេតែចង់ឲ្យអ្នកទាំងអស់ទទួលបានអារម្មណ៍មួយជាមួយសំឡេងសត្វសំឡេងធម្មជាតិសត្វចង្រិតស្អីដែលវាអត់តន់បាត់យំអ្នកនរគ្នានៅស្រែជ្រិតនេះអ្នកនរគ្នាលើសំឡេងចង្រិតទេតែចាក់លើចូលហងដឹងផ្លូវចូលផ្ទះគេដែរនេះគេអត់ទាន់ក្រោកទេអ្នកនរគ្នាជនជាតិកូរ៉េល្មមអត់ទាន់ក្រោកទេដោយសារគេចូលធ្វើការនៅម៉ោង8ម៉ោង9ហើយគ្រប់ជូនពេលហ្នឹងគឺគេសម្រាប់បនរដូវក្តៅទេអ្នកនរគ្នាមើលក្រោមផ្លូវគេអ្នកនរគ្នាគេដាំដំណាំជុំវិញហ្នឹងខាងក្រោមផ្លូវណាគេដាំដំណាំនេះហើយអ្នកនរគ្នាឃើញស្រូវទេណាស្រូវគេអត់ទាន់បញ្ចូលទឹកណាអាស្រូវដែលវាផើមចេញហើយហ្នឹងណាតែនៅអត់ទាន់ចេញទេតែចិត្តចេញហើយណាអាយុកាលវាប្រហាក់ប្រហែលគ្នាទេតែគេអត់ទាន់បញ្ចូលទឹកទេអ្នកនរគ្នាខ្ញុំសម័យឃើញនៅស្រុកយើងប្រហែលជាបើកឡានធ្លាក់ហ្នឹងនេះកម្ពស់1ម៉ែត្រជាងហើយអ្នកនរគ្នាបើកឡានធ្លាក់ងាប់បើកឡានស្វឹងមួយមុំអាចនឹងបើកឡានធ្លាក់អ្នកនរគ្នាផ្លូវបើកឡានហ្នឹងឡានគេចេញចូលតាកុំថាឡើយឡានម៉ូតូកង់ធ្លាក់បាក់ខនេះស្អាតណាស់អ្នកនរគ្នាកន្លែងនេះស្អាតមែនតើយើងសារ៉េប្លង់មួយអង្គុយលើផ្លូវសដុកជើងមកខោមអូនឹងអ្នកទាំងអស់គ្នាមើលឃើញអត់ទេចាំងថ្ងៃផងតែនៅខែនេះអ្នកទាំងអស់គ្នាខែឥឡូវចូលខែ8ថ្ងៃទី4ថ្ងៃនេះហើយ
អញ្ចឹងខែ7 8 9ហ្នឹងគឺខែក្តៅហ្នឹងអ្នកគ្នាគាត់ថាថ្ងៃរះមកតិចហ្នឹងម៉ោង6ជាងគឺចាប់ផ្ដើមក្តៅហ្នឹងខែក្តៅខែហ្នឹងគឺពងពេញក្តៅមកអ្នកគ្នាត្រឹមស្មាហ្នឹងក្តៅឡើងចង់បែកញើសខ្ញុំហ្នឹងនេះការ៉េអាចនឹងឆ្ងល់ថាខ្ញុំធ្វើអីគេអានេះកន្លែងនេះដូចខ្ញុំនិយាយមិញអញ្ចឹងបើនៅស្រុកយើងអាចនឹងបើកឡានធ្លាក់នេះអ្នកនរគ្នាបើឡានធ្លាក់ហើយជិះម៉ូតូធ្លាក់ដើរធ្លាក់ជិះកង់ក៏ធ្លាក់ដែរគ្រោះថ្នាក់តែនៅនេះដូចជាអត់អីគេអត់ដាក់លបងអីសោះហើយកម្ពស់មិនទាបទេអ្នកនរគ្នា1ម៉ែត្រទេ1ម៉ែត្រជាងនេះត្រឹមទ្រូងខ្ញុំហ្នឹងបើខ្ញុំចុះនេះអ្នកនរគ្នាហើយមិនមែនខ្លីណា200 300ម៉ែត្រទេណោះទៅទៀតOh my god អូខេអ្នកនរគ្នាឥឡូវហ្នឹងគឺបញ្ចប់វីដេអូប៉ុណ្ណឹងគឺម៉ោងវា7:07ហើយអ្នកនរគ្នាហើយចាប់ផ្ដើមក្តៅតិចហើយព្រោះខែហ្នឹងគឺខែក្តៅអ្នកនរគ្នាអញ្ចឹងវីដេអូហ្នឹងដែលខ្ញុំខំមកថតនៅពេលព្រឹកហ្នឹងគឺចង់ចែករំលែកទស្សនវិជ្ជានៅពេលព្រឹកទីឃ្លាកន្លែងនេះប្លង់កន្លែងនេះគឺវាស្អាតខ្លាំងមែនតើអ្នកនរគ្នាអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់នឹងចូលចិត្តអារូបភាពបែបហ្នឹងខ្ញុំតាមពិតទៅខ្ញុំចង់បានសម្លេងចង្រិតស្រែកតិចៗណាជាសម្លេងធម្មជាតិអត់ចង់ឲ្យមានរំខានជាមួយសម្លេងខ្ញុំនិយាយអត់ចង់ឲ្យមានរំខានជាមួយនឹងសម្លេងឡានទេប៉ុន្តែវាក្រោកមកពេលព្រឹកអត់ទាន់ខ្ញុំក្រោកមកម៉ោង6ជាងបន្តិចហើយចង្រិតក៏វានៅស្រែកតិចដែរអាសត្វធម្មជាតិដែរអ្នកនរគ្នាចង់ឲ្យអ្នកនរទទួលបានអារម្មណ៍ធម្មជាតិចង់ឲ្យអ្នកនរឃើញប្លង់ដ៏ស្អាតអូខេអ្នកនរគ្នាអរគុណច្រើនដែលបានទស្សនាវីដេអូមួយហ្នឹងបើសិនជាស្រឡាញ់ចូលចិត្តចុច Subscribe Channel YouTube ខ្ញុំមួយផងហើយនឹងចុច Share បន្តផងអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណច្រើនបាយបាយ